សូមគោរពជម្រាបសួរខ្ញុំបាទឈ្មោះគឹមប្រុសជាអតីតប្រធានសាខាកវខេត្តបាត់ដំបងសូមការខន្តីអធិស្ឋានប្រណីសំដោះដល់ក្តីអានគ្រូបំផុតដល់រូបខ្ញុំបាទពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវចောင်းនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកដឹកនាំគ្រប់លំដាប់នៃក្រសួងពាណិជ្ជកម្មនិងសាធារណជនទូទាំងប្រទេសជាពិសេសបងប្អូនពុកម៉ែជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងចំពោះកំហុសឆ្គងដែលខ្ញុំបានធ្វើការអត្ថាធិប្បាយជាមួយបណ្ដាញសារព័ត៌មានកន្លងទៅពាក់ព័ន្ធបញ្ហាផ្លែទុរេនដែលលក់ក្នុងផ្សារពុំពុយខ្ញុំបាទសូមទទួលនៅកំហុសចំពោះការសន្និដ្ឋានលឿនពេកដោយពុំបានធ្វើការស្រាវជ្រាវស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយក៏ព្រោះតែជឿលើការពោលអះអាងរបស់អាជីវករជាចុងក្រោយខ្ញុំបាទសូមលើកម្រាមដៃ10ប្រណម្យសូមការសម្ដោះប្រណីលើកលែងទោសដល់ខ្ញុំបាទដឹកដីអនុគ្រោះបំផុតពីសំណាក់សម្ដេចទាំងទ្វេនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រមទាំងសាធារណជនទាំងអស់នៅក្នុងប្រទេសសូមគោរពជូនពរសម្ដេចទាំងទ្វេមានសុខភាពល្អកម្លាំងខ្លាំងក្លាក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជាបន្តបន្ទាប់ថែមទៀតសូមអរគុណនិងសូមអរគុណ